បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Sage TV YouTube Channel ថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកឲ្យស្គាល់ស្ពានចំណាស់ឬក៏ស្ពានបុរាណដែលមានប្រវែងវែងជាងគេនៅក្នុងប្រទេសកម្ពុជាមុននឹងចូលទៅដល់ស្ពានខ្ញុំសូមណែនាំអំពីផ្លូវចូលទៅទស្សនាដោយស្ពាននេះដែរគឺស្ថិតនៅតាមផ្លូវបណ្ដោយផ្លូវជាតិលេខ6បើសិនជាយើងមកពីភ្នំពេញគឺនៅខាងស្ដាំដៃបើសិនជាយើងជិះពីសៀមរាបទៅភ្នំពេញគឺស្ថិតនៅខាងឆ្វេងដៃស្ពានកំពង់ក្ដីឬក៏ស្ពានប្រាប់ទិសជាស្ពានបុរាណដែលមានប្រវែងវែងជាងគេនឹងឲ្យដែលបានកសាងឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅក្នុងសតវត្សទី12ហើយសប្តាហ៍នេះដែរស្ពានកំពង់ក្ដីគឺស្ថិតនៅក្នុងស្រុកជីក្រែងខេត្តសៀមរាបសំណង់នេះមានបណ្ដោយ86ម៉ែត្រនិងមានកម្ពស់ខ្ពស់10ម៉ែត្រអំពីបាតស្ទឹងព្រមទាំងមានសសរនឹងឯងចំនួន20ដែលកសាងអំពីថ្មបាយក្រៀមហើយខាងលើគឺមានលម្អទៅដោយបង្កាន់ដៃនាគនិងមានដូចជាថ្មសិលាឬក៏បង្គោលនឹងចំនួន4ដែលធ្វើអំពីថ្មភក់ហើយស្ពាននេះដែរគឺមានរចនាបថតាមបែបសិល្បៈសំណង់សម័យឬក៏ប្រាសាទបាយ័នគឺសិល្បៈបែបបាយ័ននឹងហើយបងប្អូនដែលមានយានជំនិះផ្ទាល់ខ្លួនណាដែលជិះមកពីសៀមរាបឬក៏ជិះពីសៀមរាបទៅកំពង់ធំឬក៏ទៅភ្នំពេញអីបើសិនជាចង់មកទស្សនាស្ពាននេះគឺអាចមកបានដូចដែលបានខ្ញុំណែនាំខាងក្បាលវីដេអូពីព្រោះថាស្ពាននេះគឺអត់មានភ្ញៀវទេសចរណាសូវបានមកទេដោយសារវានៅតំបន់ដាច់ស្រយាលនៅឆ្ងាយអំពីខេត្តសៀមរាបនៅឆ្ងាយអំពីទីក្រុងអង្គរតែបើក្នុងសម័យបុរាណស្ពាននេះក៏ជាស្ពានមានន័យថាជាផ្លូវ logistic ឬក៏ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយតាំងពីសម័យបុរាណមករហូតមកដល់សម័យបច្ចុប្បន្នហ្នឹងហើយមានន័យថាគឺយើងប្រើផ្លូវនេះដើម្បីធ្វើដំណើររហូតទៅតែឥឡូវទេដែលរាជរដ្ឋាភិបាលបានធ្វើផ្លូវវាងបើពីមុនគឺសំបីតែឡានក្រុងឡានធំគឺឆ្លងកាត់ស្ពានហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណេះទេសង្ឃឹមថាបងប្អូនអរគ្នានឹងបានចំណេះដឹងខ្លះទាក់ទងទៅនឹងស្ពានកំពង់ក្ដីឬក៏ស្ពានប្រាប់ទិសនេះពីព្រោះស្ពាននេះក៏ជាស្ពានសំខាន់មួយដែរកាលពីមុនក៏មានវត្តមាននៅលើរូបិយប័ណ្ណរបស់យើងគឺกระดาษប្រាក់ 5,000 រៀលក៏មានរូបស្ពានកំពង់ក្ដីនឹងដែរ